nhà đã bạt lục nơi khẹt lục của màn rồi ở 150 ong mày ម៉ែចង់ងើបពីយប់ធ្វើចង្ហាន់ទៅពីផ្ទះតែខ្ញុំថាព្រះសង្ឃច្រើនណាមួយយើងនៅឆ្ងាយផងខ្លាចរៀបចំទៅអត់តាន់ខ្ញុំក៏ទៅរកទិញរបស់យកមករៀបចំដាក់ជំនួសវិញសម្រាប់ដាក់បាតលោកមិនចាំបាច់តែចំណីអាហារអាចជាសម្ភារៈប្រើប្រាស់ថ្នាំពេទ្យសម្ភារៈសិក្សាស្បង់ជីពថវិកាឬក៏អង្គមីក៏បានដែរថ្ងៃចូលឆ្នាំបងប្អូនងើបធ្វើម្ហូបអត់តាន់អាចរៀបចំដូចខ្ញុំបានសម្ភារៈដែលខ្ញុំរៀបចំដាក់មានអង្គត្រីខច្រាស់ដូរថ្មិញបងបត់តវ៉ៅថ្នាំកាពះស្ប៊ូម្សៅនិងថវិកាតិចតួចអត់ច្រើនទេបងប្អូនអើយធ្វើតាមលទ្ធភាពរបស់ខ្លួនឯងម៉ែរឿងសុខភាពនិងរបបអាហារគាត់ទៀងពេលល្អជាងខ្ញុំទៀតទឹកដោះគោស្រស់សូនេជរ៉លនេះខ្ញុំទិញដាក់នៅផ្ទះជាប្រចាំហ្មងគាត់ពិសាមួយថ្ងៃ3ដងពេលយប់ជួយឲ្យគាត់គេងលក់ស្រួលពេលព្រឹកជួយឲ្យមានកម្លាំងជំនួយឆ្អឹងធ្វើឲ្យឆ្អឹងរឹងមាំដោយសារទឹកដោះគោសូនេជរ៉លផ្ទុកទៅដោយប្រូតេអ៊ីនវីតាមីននិងកាល់ស្យូមច្រើនមែនទែនពិសាបានគ្រប់វ័យទាំងចាស់ទាំងក្មេងបងស្ត្រីមានផ្ទៃពោះឬក៏ទៅសម្រាលកូនហើយញ៉ាំកាន់តែល្អសម្រាប់សុខភាពទៀតអីវ៉ាន់តិចតួចកញ្ចប់កញ្ចប់ទេតែរៀបតាំងពីក្បាលល្ងាចដល់ម៉ោងជិត12យប់បានហើយយប់ក៏របានគេងព្រឹកឡើងរៀងចង់ជ្រុលម៉ោងតែអត់អីទេទៅតន់ហើយទៅដល់បានបងអំពូមីងជួយរៀបចំដាក់លើតុយ៉ាងស្អាតឆ្នាំនេះរដ្ឋបាលខេត្តកំពង់ធំរៀបចំដាក់បាតព្រះសង្ឃចំនួន159អង្គគឺមានអត្ថន័យរំលឹកដល់ថ្ងៃដែលមានសង្គ្រាមជាមួយថៃរហូតមកដល់ថ្ងៃនេះគឺ159ថ្ងៃនឹងហើយយើងធ្វើឧទ្ទិសកុសលជូនដល់វីរៈកងទ័ពដែលបានពលីនៅក្នុងសមរភូមិមានការចូលរួមពីបងប្អូនទីជិតទីឆ្ងាយច្រើនកុះករមែនទែនអរគុណដល់លោកអភិបាលខេត្តកំពង់ធំនួនផារតនិងលោកជំទាវដែលបានផ្ដួចផ្ដើមគំនិតនេះឡើងម្នាក់មានទឹកមុខសប្បាយរីករាយនិងជ្រះថ្លានៃការធ្វើទានមែនតើខ្ញុំសូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាហើយក៏សូមជូនពរឲ្យសុខសុវត្ថិភាពសុខភាពល្អនៅក្នុងឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2569នេះឆ្នាំនេះកំសត់បានតែ2អ្នកម៉ែខ្ញុំមិនសុខចិត្តជាមួយម៉ែមិនបានយកកូនតិចម្លេះពេលមានបនទៀនធំដងស្ងាត់ឈឹងបងប្អូនរៀបការមានគ្រួសារហើយកុំភ្លេចយកកូនឲ្យច្រើនអត់បានមកម្នាក់ក៏មាន 2-3 នាក់កុំឲ្យស្ងាត់ដូចខ្ញុំឆ្នាំមុនទេវតាយើងចុះពេលយប់មានពេលរៀបចំបានច្រើនតែឆ្នាំនេះយើងចុះម៉ោង 10:59 នាទីព្រឹកខ្ញុំរៀបចំប៊ីអត់តាន់សោះឆ្នាំនេះក្តៅខ្លាំងទឹកដោចង់ខាស់អស់ខ្ញុំបួងសួងទេវតាសុំតែឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេចូលឆ្នាំប្រហែលថ្ងៃអាណិតភ្ញៀវខំយកខោអាវមកបោកតែអត់បានទទួលដោយសារតែអត់មានទឹកស្អាតប្រើអ្នកអំពេញបុកមកច្រើនពេកអ្នកស្រុកស្រែអត់ទឹកប្រើវិញតែមិនតែភ្ញៀវណាខ្ញុំខ្លួនឯងក៏បោកដៃដែរជាមួយសាប៊ូបោកខោអាវទឹកប្រេនល្អនេះមិនថាបោកដៃឬក៏ម៉ាស៊ីនទេបានស្អាតដូចគ្នាកុំចាត់ស្នាមប្រឡាក់បានល្អមែនតើបងប្អូនអាចរកទិញបាននៅគ្រប់ទីកន្លែងគុណភាពល្អតម្លៃខុសធូរថ្លៃសំខាន់ជាផលិតផលរបស់ខ្មែរយើងមានទាំងសាប៊ូបោកនិងទឹកក្អូបបោករួចត្រាំជាមួយទឹកបន្ទន់ប្រហែល20នាទីកាន់តែធ្វើឲ្យខោអាវទន់ល្មើយក្អូបជាប់ពេញមួយសប្តាហ៍ហ្មងឆ្នាំនេះម្នាក់ឯងកំសត់បន្តិចតែអត់អីទេបងអត់មកធ្វើអីហូបពីអ្នកម៉ែក៏បានរកម្ហូបណាដែលមានបន្លែច្រើនអញ្ចឹងខ្ញុំធ្វើគោឡើងភ្នំហូបបដោយចាំទេអួតបងឲ្យណានៃម្ដងបន្លែច្រើនមុខអញ្ចឹងម៉ែញញឹមបិទមាត់អត់ចិត្តទេគាត់ចូលចិត្តហូបបន្លែតែបើខ្ញុំវិញសាច់កាន់តែច្រើនកាន់តែល្អចូលចិត្តសាច់ជាងចូលឆ្នាំថ្ងៃទី1បានគោឡើងភ្នំជលក់ទឹកតៅហូរពេជ្រនិចពីអ្នកម៉ែមុខផ្ទះចុះខាងបងប្អូនវិញបានអីគេដែរ